ឡានគីឡូធ្ងន់តត្រង់ខុសបច្ចេកទេសកំពុងសម្រុកដឹកបំផ្លាញផ្លូវជាតិលេខ 8 ប៉ុន្តែមន្ត្រីស្ថានីយ៍ជញ្ជីងព្រៃភ្នៅស្រុកពីរៀងខេត្តព្រៃវែងសំងំធ្វើមិនដឹងហាក់បើកដៃឲ្យក្រុមឡានទាំងនោះឆ្លងកាត់ស្ថានីយ៍យ៉ាងរលូនដោយគ្មានការទប់ស្កាត់ទៅវិញសូមថ្នាក់ដឹកនាំជួយត្រួតពិនិត្យមើលផងមកបដ ாய் យ៉ាងហ្នឹងតិចអស់ហើយគ្មានសល់ទេលោកអើយលោកស្រាយថាឱកាសជាតិយកមកកសាងផ្លូវលេងមកដាក់ស្ថានីយ៍មកឲ្យទប់ស្កាត់មិនតែទប់ស្កាត់អីលេងបដ ாய் ឲ្យចេញមកអញ្ចឹងបងប្អូនរូបភាពជាក់ស្ដែងណាថ្ងៃទី 11 នេះដល់ខែ 1 ឆ្នាំ 2026 នៅថ្ងៃទី 11 ខែមករាឆ្នាំ 2026 នេះផ្លូវជាតិលេខ 8 ដែលទើបតែស្ថាបនាបានមួយរយៈកំពុងរងការខូចខាតបណ្ដាហើយដោយសកម្មភាពដឹកជញ្ជូនពីសំណាក់ឡានធំតត្រង់ខុសបច្ចេកទេសដែលផ្ទុកទំនិញលើសកំណត់បើតាមពលរដ្ឋដែលធ្វើដំណើរក៏ដូចជារស់នៅតាមបណ្ដាផ្លូវជាតិលេខ 8 បានខ្សឹបប្រាប់អង្គភាពសារព័ត៌មានយើងថាឡានគីឡូធ្ងន់ទាំងនេះធ្វើដំណើរចេញពីស្ពានព្រែកតាមាក់ឆ្ពោះទៅរង្វង់មូលស្វាយអន្តរគឺគ្មានមន្ត្រីជំនាញណាធ្វើការទប់ស្កាត់នោះទេក្រោយពីទទួលបានព័ត៌មានភ្លាមអង្គភាពសារព័ត៌មានយើងបានចុះទៅប្រតិយកព័ត៌មានកាលពីថ្ងៃទី10រហូតដល់ថ្ងៃទី11ខែមករាឆ្នាំ2026នេះគឺពិតជាមានឡានគីឡូធ្ងន់តត្រង់ខុសបច្ចេកទេសរាប់សិបគ្រឿងចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ 8 ដោយគ្មានការទប់ស្កាត់ពិតប្រាកដមែនជាពិសេសចន្លោះពីម៉ោង 4 ព្រឹកដល់ម៉ោង 9 ព្រឹកទោះបីជានៅតាមផ្លូវជាតិនោះមានស្ថានីយ៍ជញ្ជីងអចល័តមួយនៅចំណុចឃុំព្រៃភ្នៅស្រុកពីរៀងខេត្តព្រៃវែងក៏ដោយតើមានអ្វីនៅពីក្រោយរឿងនេះតើលោកជាម៉ូប្រធានស្ថានីយ៍ជញ្ជីងព្រៃភ្នៅខេត្តព្រៃវែងរូបនេះបានទទួលផលប្រយោជន៍អ្វីខ្លះពីក្រុមឈ្មួញដឹកគីឡូធ្ងន់បំផ្លាញផ្លូវទាំងនោះបានជាលោកមិនខ្លាចច្បាប់ហ៊ានបណ្តែតបណ្តោយឲ្យក្រុមឡានដឹកគីឡូធ្ងន់តត្រង់ខុសបច្ចេកទេសចរាចរណ៍លើកំណត់ផ្លូវជាតិលេខ 8 មួយថ្ងៃរាប់សិបគ្រឿងបើកឆ្លងកាត់ស្ថានីយ៍ដែលគ្មានការទប់ស្កាត់បែបនេះទៅវិញពលរដ្ឋមួយចំនួនលើកឡើងថានៅចំណុចស្ថានីយ៍ព្រៃភ្នៅមានតែមន្ត្រីប្រចាំការតែគ្មានមន្ត្រីអនុវត្តច្បាប់នោះទេបើនៅតែបណ្តែតបណ្តោយបែបនេះទៀតផ្លូវជាតិលេខ 8 ពិតជាខូចខាតខ្ទេចខ្ទីអស់ជាក់ជាមិនខានចំណែកលោកជាម៉ូប្រធានស្ថានីយ៍ជញ្ជីងព្រៃភ្នៅអង្គភាពសារព័ត៌មានយើងមិនមានលេខក្នុងការទំនាក់ទំនងដើម្បីសុំផ្ដល់បទសម្ភាសន៍លម្អិតនោះទេជាចុងក្រោយប្រជាពលរដ្ឋដែលរស់នៅទីនោះសូមសំណូមពរទៅដល់ឯកឧត្តមពេងពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមេត្តាបាការស្រាវជ្រាវនិងចាត់វិធានការវះកាត់ទៅលើមន្ត្រីពាក់ព័ន្ធដែលបានកំណត់យកលុយនិងទទួលសំណូកពីរថយន្តដឹកលើសទម្ងន់ទាំងអស់នោះផងដើម្បីលើកស្ទួយតម្លៃទីផ្សាររបស់អាជីវកម្មដឹកជញ្ជូនខ្មែរយើងនិងថែរក្សាផ្លូវថ្នល់ឲ្យបានយូរអង្វែងជៀសវាងការដឹកជញ្ជូនបំផ្លាញផ្លូវនាំឲ្យខាតថវិកាជាតិលើការចំណាយជួសជុលឬសាងសង់ផ្លូវឡើងវិញអង្គភាពសារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការស្របតាមរបបសារព័ត៌មាន